តងជាមួយនឹងរឿងកាត់សក់ខ្ញុំជឿថាអ្នកណាក៏ពោតធ្លាប់កាត់សក់ដែរបើសិនជាថាអូខ្ញុំអត់ថតកាត់សក់សោះក៏មានម្ដងក្នុងជីវិតសេរីសក់ដែរត្រូវហ៎ដូចខ្ញុំជឿជាកាត់សក់ខ្លីៗណាហើយថ្ងៃនេះខ្ញុំមានរឿងមួយដែលចង់ចែកជូនទៅដល់អ្នកដែលគាត់ចូលចិត្តកាត់សក់អ្នកដែលចូលចិត្តកាត់សក់និងអ្នកដែលចូលចិត្តប្រើសេវាកម្មកាត់សក់ផ្សេងណាតកតងជាមួយនឹងផ្លាកសញ្ញានៃបង្គោលកាត់សក់ហើយខ្ញុំជឿថាអ្នកដែលជា fan របស់ហាងកាត់សក់មួយចំនួនធំគាត់តែងតែឃើញបង្គោលមួយដែលបញ្ឈរនៅមុខហាងកាត់សក់ដែលវាវិលមានពណ៌ក្រហមពណ៌ខៀវពណ៌សដែលវាវិលទៅវិលមកមុខហាងកាត់សក់ដែលបង្គោលឈរដែរខ្ញុំជឿថាអ្នកដែលជា fan របស់ហាងកាត់សក់នានាតែងតែឃើញបង្គោលហ្នឹងដឹងអូកន្លែងហ្នឹងដែលមានកាត់សក់កក់សក់លាបកញ្ចក់លាបអីដល់ចូលទៅជាពិសេសនារីដឹងអត់ថានៅពីក្រោយបង្គោលកាត់សក់មួយនេះគឺមានរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយបង្គោលបញ្ឈរដែលវិលនៅមុខហាងកាត់សក់ដែលមានពណ៌សពណ៌ក្រហមពណ៌ខៀវហ្នឹងគឺជាបង្គោលដែលជានិមិត្តសញ្ញារបស់ហាងកាត់សក់ដើម្បីគេដឹងថាទីកន្លែងនេះជាហាងកាត់សក់មិនថានៅក្នុងប្រទេសកម្ពុជាផងយើងឬក៏ប្រទេសផ្សេងទៀតដែលមានសេវាកម្មកាត់សក់កក់សក់ហ្នឹងគឺគេតែងតែប្រើបង្គោលហ្នឹងឯងតកតជាមួយនឹងរឿងបង្គោលនេះដែរគឺមានប្រវត្តិគួរឲ្យរន្ធត់មែនតើដែលយើងនឹកស្មានដល់ថាអូកាប់ទៅកាក់សក់កាលពីជំនាន់មុនគឺបែបហ្នឹងបង្គោលហ្នឹងគឺមានអត្ថន័យបែបនេះបង្គោលកាត់សក់ដែលមានពណ៌ក្រហមពណ៌ខៀវនិងពណ៌សដែលយើងតែងតែគិតថាជាបង្គោលធម្មតាប៉ុន្តែវាជាបង្គោលមួយដែលបង្កប់នូវអត្ថន័យដែលគួរឲ្យរន្ធត់បំផុតនៅក្នុងយុគសម័យកណ្ដាលនៅក្នុងចន្លោះឆ្នាំ1700ជាងបង្គោលកាត់សក់ដែលមានពណ៌ក្រហមគឺតំណាងឲ្យឈាមពណ៌ក្រហមដែលនៅក្នុងបង្គោលតំណាងឲ្យឈាមហើយពណ៌ខៀវគឺតំណាងឲ្យសរសៃឈាមដែលនៅកន្លែងឆៅដូចសរសៃឈាមនៅលើដៃយើងអញ្ចឹងហើយសម្រាប់ពណ៌សដែលនៅក្នុងបង្គោលកាត់សក់ដូចគ្នាគឺតំណាងឲ្យបង់ជូតឈាមគណៈជូតឈាមព្រោះខ្លាំងមែនតើឆ្ងល់ហើយអត់ថាបង្គោលកាត់សក់ហ្នឹងមិនក៏តាក់ទងជាមួយនឹងរឿងឈាមវិញជំនាញកាត់សក់គឺជាជំនាញមួយដែលជាជំនាញគេអាចបាននិយាយថាជំនាញដែលជាជំនាញវ័យចំណាស់ជាងគេបំផុតដែលមានតាំងពី5000មុនគ្រិស្តសករាជដោយសារតែជាងកាត់សក់គឺជាវិជ្ជាជីវៈដែលចំណាស់ជាងគេដោយសារតែគាត់គឺជាវិជ្ជាជីវៈមួយដែលប្រើកបិតមុខស្រួចដែលប្រើកបិតមុខស្រួចដំបូងហ្មងដែលកោនៅលើសក់របស់មនុស្សឬក៏កោពុកមាត់ណាហាងកាត់សក់ដំបូងឡើងដែលបង្កើតឡើងមកដំបូងបំផុតនៅលេខនៅជាងកាត់សក់ដំបូងបំផុតនៅក្នុងយុគសម័យកណ្ដាលគឺកើតឡើងនៅក្នុងទីក្រុងរ៉ូមនៅក្នុងទីក្រុងរ៉ូមនោះគឺលេខនៅជាងកាត់សក់ឡើងមកមុនគេហើយនៅក្នុងចំនួននោះដែរហាងកាត់សក់គឺជាកន្លែងមួយដែលជាកន្លែងចែកចាយនៅបន្ទប់ព័ត៌មានផ្សេងនៅពេលដែលបរិបទគាត់ចូលទៅចាត់សក់ក៏តែជជែកគ្នាតាក់ទងជាមួយនឹងព័ត៌មានផ្សេងឬក៏ជាកន្លែងដែលនិយាយដើមគេដូចយើងនៅក្នុងសម័យនេះអញ្ចឹងគឺយើងទៅហាងកាហ្វេដើម្បីចែកចាយនៅព័ត៌មានឬក៏ទៅធ្វើការឬក៏ទៅនិយាយដើមគ្នាអ្នកខ្លះណាប់គ្នានៅហាងកាហ្វេទៅនិយាយដើមគេតែគ្រួសារស្អាតអញ្ចឹងនៅក្នុងយុគសម័យកណ្ដាលហ្នឹងនៅក្នុងទីក្រុងរ៉ូមហ្នឹងគឺកន្លែងកាត់សក់ហ្នឹងឯងគឺជាកន្លែងដែលចែកចាយនៅព័ត៌មានកន្លែងដែលនិយាយដើមគេអញ្ចឹងគឺជាហាងដ៏ពេញនិយមបំផុតត្រឡប់មកវិញនៅបង្គោលកាត់សក់ដែលមានពណ៌ក្រហមពណ៌ខៀវនិងពណ៌សនៅពីក្រោយនឹងដែរនៅក្នុងយុគសម័យកណ្ដាលជាងកាត់សក់គឺគាត់មានជំនាញដល់ទៅ3ជំនាញ3មកជាងកាត់សក់ជំនាញទី1គឺជំនាញកាត់សក់ជំនាញទី2គឺជំនាញដកធ្មេញគេហៅថាតនប៉ែតណដកធ្មេញហើយជំនាញទី3របស់គាត់គឺការវះកាត់បង្ហូរឈាមដោយសារតែនៅក្នុងយុគសម័យកណ្ដាលហ្នឹងអ្នកដែលគាត់មានជំងឺផ្ដាសាយឬក៏គ្រុនក្តៅឬក៏ល្ងាអីចឹងគេទៅរកជាងកាត់សក់អីដើម្បីជួយវះកាត់បង្ហូរឈាមឲ្យគេហ្នឹងដេញមេរោគចេញហើយគេគិតថាការវះកាត់បង្ហូរឈាមហ្នឹងឈាមចាស់ហ្នឹងគឺវាជាមេរោគនៅពេលដែលបណ្ដេញមេរោគចេញហើយកោសិកាឈាមថ្មីនឹងដុះឡើងមកវិញគេលែងអីហើយក៏ដូចគ្នាផងដែរនៅក្នុងយុគសម័យកណ្ដាលហ្នឹងគឺជាយុគមួយដែលពេញនិយមទៅដោយអ្នកដែលប្រើអភិនច្រើនអញ្ចឹងអ្នកដែលគាត់ជួបអភិនហ្នឹងក៏ទៅរកជាងកាត់សក់ដូចគ្នាដើម្បីឲ្យជួយវះកាត់បង្ហូរឈាមមកខ្លួនឯងហ្នឹងឯងនៅពេលដែលពួកគាត់ទៅវះកាត់បង្ហូរឈាមហ្នឹងដែលពួកគាត់គិតថាការវះកាត់បង្ហូរឈាមរបស់ពួកគាត់ចេញហ្នឹងគឺធ្វើឲ្យជាតិអាភិនហ្នឹងចេញទៅតាមឈាមដូចគ្នាអញ្ចឹងឈាមរបស់គាត់នឹងអត់មានសារជាតិញៀនរបស់អាភិននេះនឹងពីអ្នកដែលគាត់វះកាត់
បង្ហូរឈាមអ្នកដែលគាត់សេតនៅអាភៀនហ្នឹងណាអ្នកដែលគាត់មាននៅអាភៀននឹងឯងហើយក៏មានរឿងដ៏គួររន្ធត់មួយបានកើតឡើងទៅលើប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺលោក George Washington លោក George Washington គឺជាប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកតែម្ដងដែលគាត់បានស្លាប់នៅក្នុងឆ្នាំ1799គឺគាត់ស្លាប់ដោយសារតែហេតុការណ៍នៃការវះកាត់បង្ហូរឈាមនឹងដូចគ្នារឿងរបស់គាត់នឹងគឺកើតឡើងនៅព្រឹកថ្ងៃទី14ខែធ្នូនៅក្នុងឆ្នាំ1799ហ្នឹងគឺពេលដែលគាត់ងើបពីព្រលឹមឡើងហ្នឹងគឺគាត់មានអារម្មណ៍ថាអត់ស្រួលខ្លួនហ្មងគាត់ក៏បានប្រាប់ទៅប្រពន្ធរបស់គាត់ណាថាថ្ងៃនេះគាត់អត់ស្រួលខ្លួនទេឲ្យដកដង្ហើមមកចាញ់ទេអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងក៏ប្រញាប់ឲ្យអ្នកបម្រើហ្នឹងគឺទៅហៅគ្រូពេទ្យមកដើម្បីមកពិនិត្យលោក George Washington នឹងឯងប៉ុន្តែជាក់ស្ដែងដោយសារតែការចាំការធ្វើដំណើររបស់លោកគ្រូពេទ្យយូរពេកគាត់ក្រងអត់បានគាត់ក៏បានស្នើសុំទៅដល់អ្នកដែលមើលថែគាត់ហ្នឹងបើយើងអាចនិយាយបានថាជាមេការរបស់គាត់ដែលមើលថែរក្សាគាត់ហ្នឹងឲ្យជួយវះកាត់បង្ហូរឈាមឲ្យដោយឡែកអ្នកដែលថែរក្សារបស់គាត់ហ្នឹងបើយើងនិយាយទៅថាវាមិនសូវជាជំនាញប្រហែលទេនៅតាក់ទងជាមួយនឹងរឿងការវះកាត់បង្ហូរឈាមហ្នឹងគាត់ក៏បានវះកាត់បង្ហូរឈាមឲ្យលោក George Washington នៅពេលដែលគាត់វះកាត់បង្ហូរឈាមឲ្យលោក George Washington ហ្នឹងគឺគាត់វះរៀងជ្រៅដល់ពេលវារៀងជ្រៅទៅឈាមក៏ហូរមកច្រើនគួរសមដែរប៉ុន្តែអាការៈរបស់លោក George Washington ហ្នឹងគឺអត់ធូរស្បើយតតែសោះអត់ធូរទេរហូតដល់គ្រូពេទ្យមកដល់ហ្នឹងគ្រូពេទ្យក៏បានវះកាត់បង្ហូរឈាមឲ្យលោក George Washington ហ្នឹងដល់ទៅ4 ដងណាចឹងបានន័យថាចំនួនហ្នឹងគឺការវះកាត់បង្ហូរឈាមហ្នឹងគឺពេញនិយមបំផុតមិនថាគ្រូពេទ្យឬក៏ជាកាសសក់អីគឺសិតតែចេះជំនាញវះកាត់បង្ហូរឈាមហ្នឹងអត់លោក George Washington ក៏បានស្លាប់បាត់បង់ជីវិតនៅពេលនោះឯងដោយសារតែការបាត់បង់ឈាមច្រើនពេកលោកគ្រូពេទ្យក៏បានសារភាពផងដែរថាដោយសារតែការបាត់បង់ឈាមច្រើនពេកទើបលោក George Washington គឺគាត់ស្លាប់បាត់បង់ជីវិតទៅរហូតមកដល់ឆ្នាំ1800គឺគេបានបែងចែកមិនឲ្យជាងកាត់សក់វះកាត់បង្ហូរឈាមទៀតទេអញ្ចឹងប៉ុន្តែជាងកាត់សក់នៅតែអាចដកក្មេងបានទៀតនិយាយទៅជាងកាត់សក់ចេះទាំងអស់ហ្មងចំណេញមកជាងកាត់សក់នៅក្នុងយុគសម័យកណ្ដាលគាត់ម្នាក់ឯងគាត់ប្រើទាំងអស់មើលតាំងពីកាត់សក់កៅសក់មួយទៀតគេហៅអីគេនៅក្នុងយុគសម័យកណ្ដាលគេនិយាយថាវះកាត់សក់ទៀតណាហើយមួយទៀតវះកាត់សក់ហ្នឹងកៅសក់ហ្នឹងឯងហើយធ្វើជាអីគេពេទ្យកែសម្ផស្សទៀតមិនត្រឹមពេទ្យកែសម្ផស្សទេជាពេទ្យទៀតជាដុកទ័រទៀតទៅវះកាត់បង្ហូរឈាមបដិញមេរោគពេលគេផ្ដាសាយឈឺក្បាលគ្រុនក្តៅហ្នឹងគឺវះកាត់បង្ហូរឈាមឲ្យគេដើម្បីឲ្យគេជានឹងឯងគេទៅរកសេវាកម្មគាត់រហូតដល់ឆ្នាំ1821ជាងកាត់សក់ក៏ឡើងទៅទទួលបានប្រជាប្រិយភាពនៅក្នុងការវះកាត់បង្ហូរឈាមក៏ដូចជាទៅដកក្មេងពីព្រោះអីគេបានបែងចែកមានតនពេទ្យដកក្មេងផ្សេងក្រុមគ្រូពេទ្យដែលវះកាត់បង្ហូរឈាមផ្សេងហើយជាងកាត់សក់ក៏មានជំនាញតែកាត់សក់អីអញ្ចឹងជាកាត់សក់ដែលគាត់ធ្លាប់គេថាជើងចាស់ជើងស្តាស់ចាស់ហ្នឹងគឺគាត់រកមួយលេខបានហើយអញ្ចឹងរហូតមកដល់បច្ចុប្បន្ននេះគឺគេបំបែករហូតដល់បច្ចុប្បន្ននឹងតែម្ដងប៉ុន្តែបង្គោលកាត់សក់គឺនៅតែជានិមិត្តសញ្ញានៃហាងកាត់សក់ដដែលហើយអត្ថន័យរបស់បង្គោលនោះដោយខ្ញុំបាននិយាយខាងលើអញ្ចឹងតែខ្ញុំនឹងនិយាយភាសាទៀតតទៅជាមួយនឹងបង្គោលកាត់សក់ឲ្យបានច្បាស់បង្គោលកាត់សក់ហ្នឹងគឺមានរាងដែលជាបឆោដែលមានពណ៌សពណ៌ក្រហមនិងពណ៌ខៀវពណ៌ក្រហមគឺតំណាងឲ្យឈាមពណ៌ខៀវគឺតំណាងឲ្យសរសៃឈាមរបស់យើងនឹងដែលកប់នៅជ្រៅហើយពណ៌សគឺតំណាងឲ្យក្រណាត់រុំឈាមបើនិយាយពីក្រណាត់ហេតុតែបានថាក្រណាត់រុំឈាមដោយសារតែពីនៅក្នុងយុគសម័យកណ្ដាលហ្នឹងគឺគេអត់មានស្រីដូចយើងជូតឥឡូវជូតបោះចោលហើយអញ្ចឹងគឺគេប្រើក្រណាត់នៅពេលដែលគេប្រើក្រណាត់ជូតស្នាមរបួសជូតឈាមហើយគឺគេយកទៅបោកហើយនឹងហាលហើយដូចយើងបានដឹងអញ្ចឹងការបោកគក់ហ្នឹងឈាមប្រឡាក់នៅលើក្រណាត់ពណ៌សក៏វាមិនសូវស្អាតណាស់ដែរវានៅមានស្នាមនៅមានអីហ្នឹងឯងហើយបង្គោលកាត់សក់ហ្នឹងគឺចេញមកពីការវះកាត់បង្ហូរឈាមនឹងឯងកាលពីចំនួនមុនដែរអ្នកគាត់មានជំងឺផ្ដាសាយឈឺក្បាលវិលមុខអត់សូវស្រួលខ្លួនគាត់ទៅរកសេវាកម្មជាងកាត់សក់ដើម្បីវះកាត់បង្ហូរឈាមខ្លាយចឹងណាសេវាកម្មជាងកាត់សក់ទៅវះកាត់បង្ហូរឈាមដើម្បីឲ្យខ្លួនឯងមានអាការៈស្រួលឡើងវិញតែនេះវាមិនមែនជារឿងមួយដែល
សុវត្ថិភាពវាអត់សុវត្ថិភាពតតែសោះដោយបានដឹងមកអញ្ចឹងដូចលោកសំបីតារឿងរបស់លោកចុច Washington ប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកក៏គាត់ស្លាប់ដោយសារតែការវះកាត់កំហុសឈាមនឹងដែរប្រវត្តិរបស់បង្គោលកាសក់គឺជារឿងមួយដែលជាបើយើងអាចនិយាយបានថាជារឿងរន្ធត់មែនតើសម្រាប់មនុស្សសម័យនេះប៉ុន្តែខ្ញុំគិតថាមនុស្សនៅក្នុងយុគសម័យកតាគិតថាការវះកាត់កំហុសឈាមនៅកន្លែងជាកាសក់ហ្នឹងគឺវាជារឿងធម្មតាទេប៉ុន្តែនៅក្នុងសម័យយើងគាត់ទៅលឺហើយថាវ៉ាវអាណាទៅយកកបិតមកវះនៅសរសៃឈាមហើយបរហូរឈាមខ្លួនឯងចេញដើម្បីព្យាបាលជំងឺវាគឺជារឿងប្លែកមែនតើនៅក្នុងយុគសម័យរបស់យើងនេះឯងអរគុណសម្រាប់អ្នកដែលទស្សនាវីដេអូនេះដល់ចប់កុំភ្លេចជួយ Subscribe ហើយនិង Follow ឬក៏ Comment ចុច Like ទៅវីដេអូខ្ញុំផងហើយដើម្បីខ្ញុំបានធ្វើវីដេអូបន្តទៀតអរគុណច្រើន